គិតត្រឹមឆ្នាំ2023ព្រៃឡង់តែឯងបានបាត់បង់រហូតដល់ជាង 10,000 ហិកតា បើទោះបីជាលោកហ៊ុនសែនធ្លាប់ប្រកាសក្តែងថាបញ្ហាព្រៃឈើគឺជាអាយុជីវិតរបស់រដ្ឋាភិបាលក៏ដោយសង្កត់ទុកថាបញ្ហាព្រៃឈើគឺជាជីវិតរបស់រដ្ឋាភិបាលនេះក៏ដោយសារអំពើពុករលួយជាកត្តាចម្បងនៃការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃមួយនេះតើរដ្ឋាភិបាលហ៊ានទទួលស្គាល់ទេថាពិតជាអសមត្ថភាពក្នុងការការពារព្រៃឡង់យើងសួរថាប្រសិនបើរដ្ឋាភិបាលមិនបាក់ដៃឲ្យក្រុមហ៊ុនទាំងអំបាលម៉ានចូលទៅធ្វើអាជីវកម្មក្នុងព្រៃអភិរក្សនេះតើគម្របព្រៃឈើនឹងវិនាសដល់ថ្នាក់នេះឬទេហើយតើឧទ្យានុរក្សនៅតំបន់ព្រៃឡង់កំពុងធ្វើអ្វីបានជាបណ្ដាលឲ្យបាត់ល្មើសបន្តកើតឡើងកាន់តែធ្ងន់ធ្ងរដូចនេះព្រៃឡង់បានក្លាយជាដែនជម្រកសត្វព្រៃនៅឆ្នាំ2016ដែលមានទំហំក្នុងក្រដាសជិត5សែនហិកតាគ្របដណ្ដប់ខេត្តចំនួន4រួមមានក្រចេះព្រះវិហារកំពង់ធំនិងស្ទឹងត្រែងនៅខែមករាឆ្នាំ2025កន្លងទៅនេះរដ្ឋាភិបាលបញ្ចេញអនុក្រឹត្យមួយផ្ដល់ដីសម្បត្តិសេដ្ឋកិច្ច99ហិកតាដោយជួលក្នុងរយៈពេល50ឆ្នាំទៅដល់ក្រុមហ៊ុន KP Cement Industry ដើម្បីវិនិយោគបង្កើតរោងចក្រស៊ីម៉ងត៍បើពូកែតែខាងផ្ដល់ដីសម្បត្តិបែបនេះនឹងតែរលាយអស់ព្រៃឈើដើមតាខ្មែរជាមិនខានការប្រតិកម្មរបស់ពលរដ្ឋចំពោះរឿងនេះមិនទាន់ឃើញការបំភ្លឺព័ត៌មានពីក្រសួងបរិស្ថានបន្តិចសោះឡើយតែក្រសួងរបបសន្តិភាពបែរយកពេលទៅចោទប្រកាន់អ្នកដែលកំពុងលាតត្រដាងពីវិនាសកម្មព្រៃឈើទៅវិញជាង600ថ្ងៃហើយដែលលោកហ៊ុនម៉ាណែតបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីសូមអបអរសាទរពលរដ្ឋខ្មែរចង់ឃើញស្នាដៃរបស់លោកហ៊ុនម៉ាណែតក្នុងការការពារព្រៃឈើតើលោកអាចធ្វើបានទេឬក៏បានតែនិយាយដោយលោកហ៊ុនសែនសូមពុកម៉ែបងប្អូនចូលរួមចែករំលែកវីដេអូនេះឲ្យរដ្ឋាភិបាលឆ្លើយតបជាបន្ទាន់ពួកយើងក្នុងនាមជាប្រជាពលរដ្ឋសូមស្នើឲ្យរដ្ឋាភិបាលបង្ហាញជំហរដូចខាងក្រោម 1. ត្រូវដកអាជ្ញាប័ណ្ណចេញពីក្រុមហ៊ុន KP Cement Industry ជាបន្ទាន់ 2. ត្រូវជំរុញអង្គភាពប្រឆាំងអំពើពុករលួយដែលកំពុងធ្វើដីលក់ឲ្យភ្ញាក់ឡើងបំពេញតួនាទីរបស់ខ្លួនធ្វើការស៊ើបអង្កេតអំពីករណីដែលឈានដល់វិនាសកម្មព្រៃឈើក្នុងព្រៃឡង់រាប់សិបពាន់ហិកតានេះ 3. លោកហ៊ុនម៉ាណែតត្រូវបង្ហាញគោលនយោបាយប្រសិទ្ធភាពតាមរយៈក្រសួងបរិស្ថានអំពីការទប់ស្កាត់វិនាសកម្មព្រៃឈើជាបន្ទាន់មិនមែនគ្រាន់តែជាគោលនយោបាយខ្មោចដូចបច្ចុប្បន្ននោះទេចុងក្រោយសិទ្ធិអំណាចរបស់យើងក្នុងនាមជាពលរដ្ឋដែលមានជាប់តាំងពីកំណើតគ្មាននរណាអាចដកហូតបានឡើយជាពិសេសសិទ្ធិក្នុងការការពារព្រៃឡង់ដែលជាព្រៃរបស់យើងទាំងអស់គ្នាដល់ពេលហើយដែលរដ្ឋាភិបាលត្រូវបម្រើពលរដ្ឋដែលជាចៅហ្វាយនាយនៃប្រទេសជាតិ